ខ្ញុំមកទីនេះគឺគ្រាន់តែចង់លំហែកាយតែបែរជាជួបរឿងសោកសៅលើសដើមហើយអ្វីមនុស្សដែលខ្ញុំលួចស្រឡាញ់សុទ្ធតែមានម្ចាស់ទេវតាលែងសោកជាមួយខ្ញុំម្ល៉េះគួរកាត់ចិត្តបែបណាលួចស្រឡាញ់គេម្នាក់ឯងដឹងហើយវាពិតជាឈឺចាប់តែនៅតែបន្តព្រោះហាមមិនស្ដាប់បេះដូងងប់ងល់នឹងគេដឹងថាមិនអាចទៅស្រឡាញ់គេព្យាយាមឈប់ខ្វល់ឈប់គិតធ្វើមិនបានទេស្នេហ៍គេទាំងគ្មានសង្ឃឹមតើគួរកាត់ចិត្តបែបណាទៅបើបេះដូងនៅស្រឡាញ់គេខ្លាំងយ៉ាងនឹងគួរធ្វើយ៉ាងណាបើបេះដូងត្រូវការគេម្លឹងបើមានអ្នកដឹងជួយប្រាប់ផងបានទេតើគួរកាត់ចិត្តបែបណាទៅខ្ញុំមិនចង់នៅទ្រាំឈឺចាប់តទៀតទេខ្ញុំចង់បាញ់ឈប់នៅចិត្តស្រឡាញ់ដែលចេញពីគេតែមិនដឹងទេថាគួរធ្វើបែបណាមិនអាចទៅរួចតែនៅតែលួចស្រឡាញ់គេព្យាយាមឈប់ខ្វល់ឈប់គិតធ្វើមិនបានទេស្នេហ៍គេទាំងគ្មានសង្ឃឹមតើគួរកាត់ចិត្តបែបណាទៅបើបេះដូងនៅស្រឡាញ់គេខ្លាំងយ៉ាងណាគួរធ្វើយ៉ាងណាបើបេះដូងត្រូវការគេម្លឹងបើមានអ្នកដឹងជួយប្រាប់ផងបានទេតើគួរកាត់ចិត្តបែបណាទៅខ្ញុំមិនចង់នៅទ្រាំឈឺចាប់តទៀតទេខ្ញុំចង់បាញ់ឈប់នៅចិត្តស្រឡាញ់ដើរចេញពីគេតែមិនដឹងទេថាគួរធ្វើបែបណាចិត្តបែបណាទៅបើបេះដូងនៅស្រឡាញ់គេខ្លាំងយ៉ាងនឹង
ួរធ្វើយ៉ាងណាបើបេះដូងត្រូវការគេម្លឹងបើមានអ្នកដឹងជួយប្រាប់ផងបានទេតើគួរកាត់ចិត្តបែបណាទៅខ្ញុំមិនចង់នៅទ្រាំឈឺចាប់តទៀតទេខ្ញុំចង់បាញ់ឈុំនៅចិត្តស្រឡាញ់ដើរចេញពីគេតែមិនដឹងទេថាគួរធ្វើបែបណាមនុស្សដែលធ្វើល្អដាក់យើងមិនប្រកាសថាគេស្រឡាញ់យើងនោះទេគេគ្រាន់តែចូលចិត្តយើងតែប៉ុណ្ណោះ